អេរ៉ង់សម្រាប់បាតកោប្រមាណជាង 2000 នាក់និងរាប់សិបពាន់នាក់ទៀតត្រូវបានចាប់ខ្លួនអេរ៉ង់បាតកម្មនៅទូទាំងប្រទេសអេរ៉ង់បានបណ្ដាលឲ្យក្រុមបាតកោប្រមាណជាង 2000 នាក់ត្រូវបានចាប់ខ្លួននិងបាញ់សម្លាប់និងធ្វើទរណកម្មដោយបាតកម្មដំបូងបានចាប់ផ្ទុះឡើងនៅថ្ងៃទី28ខែធ្នូឆ្នាំ2025ផ្ដើមចេញពីក្រុមអ្នកលក់ដូរនៅផ្សារតែអេរ៉ង់បានធ្វើកុតកម្មបន្ទាប់ពីរូបិយប័ណ្ណអេរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានធៀបនឹងប្រាក់ដុល្លារបាតកម្មបន្ទាប់រហូតមកដល់ថ្ងៃទី14មករា2026នេះនៅតែមិនទាន់ធូរស្បើយមនុស្សជាច្រើនអ្នកត្រូវបានស្លាប់និងបានចាប់ខ្លួនយកទៅឃុំឃាំងហើយតាមសេចក្តីរាយការណ៍របស់ព័ត៌មាន BBC ក្រុមសកម្មជនសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថារហូតមកដល់ពេលនេះមនុស្សប្រមាណជាង 2000 នាក់ត្រូវបានសម្លាប់ក្នុងកំឡុងពេលបង្ក្រាបដោយហិង្សាដោយកងកម្លាំងសន្តិសុខនៃការតវ៉ាទៅលើអេរ៉ង់មន្ត្រីជិតស្និទ្ធរបស់អេរ៉ង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថានេះគឺជាការបង្ក្រាបទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានដែលមានការសម្លាប់រួមបញ្ចូលជាមួយនឹងក្រុមសន្តិសុខដែលបង្ក្រាបបាតកោនិងក្រុមហ្វុងបាតកោដែលបានបាញ់សម្លាប់និងធ្វើការចាប់ខ្លួនយកទៅឃុំឃាំងត្រីអេរ៉ង់ដដែលបានបានបញ្ចេញឈ្មោះថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាច្រើនជាងនេះទៅទៀតប្រសិនបើគ្មានដំណោះស្រាយលោកបានប្រមានទៀតថាពេលនេះបាតកោបានរីករាលដាលដល់ទីតាំងជាង574កន្លែងនៅក្នុងខេត្តទាំង31របស់ប្រទេសអេរ៉ង់បាតកោនៅអេរ៉ង់បន្តឆាបឆេះកាន់តែខ្លាំងឡើងដោយសារតែមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ជួយក្រុមបាតកោដែលកំពុងនាំគ្នាចេញបាតកម្មប្រឆាំងនឹងរបបអេរ៉ង់ដែលដឹកនាំដោយលោក Ali Khamenei លោក Trump បានបញ្ជាក់ច្បាស់នៅល្ងាចថ្ងៃអង្គារម្សិលមិញនេះថាបានលុបចោលកិច្ចប្រជុំទាំងអស់ជាមួយនឹងមន្ត្រីអេរ៉ង់រហូតដល់ការសម្លាប់បាតកោដោយគ្មានន័យត្រូវបញ្ចប់លោកថាពេលនេះជំនួយផ្សេងៗរបស់អាមេរិកជួយក្រុមបាតកោកំពុងតែនៅតាមផ្លូវយើងនឹងរងចាំមើលទាំងអស់គ្នាតើអាមេរិកមានអន្តរាគមន៍យ៉ាងណាចំពោះការផ្ទុះឡើងនៃក្រុមបាតកោរបស់អេរ៉ង់ជាចុងក្រោយពីខ្ញុំបាទ VD Talk Show សូមអរគុណសូមជម្រាបលា